ជំរាបសួរត្រង់ពុកម៉ែបងប្អូនដែលតែងនិយមតាមដានស្ដាប់ព័ត៌មាននៅក្នុងបណ្ដាញសង្គម YouTube ជាទីមេត្រីបាននៅក្នុងវេលាគណៈនេះដែរខ្ញុំបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយទៀតហើយដែលមានចំណងជើងថាទស្សនវិជ្ជា live ផ្ទាល់ដោយកម្មករនៅថៃមុននឹងក្រោយអគារកំពុងសាងសង់ស្រុតរលំយ៉ាងរន្ធត់ជាស៊ីម៉ងហុយដូចព្យុះគ្រាប់នៅរសៀលថ្ងៃទី28ខែមីនាឆ្នាំ2025នេះទីក្រុងបាងកកប្រទេសថៃបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត 7.4 វិកទ័របង្កឲ្យអគារជាច្រើនរញ្ជួយដីយល់យោគខ្លះក៏បានរលំមនុស្សរត់ប្រសើរគួរឲ្យរន្ធត់បំផុតតាមភ្នាក់ងារជំនាញខាងភូមិសាស្ត្រ GFZ របស់អាល្លឺម៉ង់បានឲ្យដឹងថាគ្រោះរញ្ជួយដីទាំងកណ្ដាលថ្ងៃត្រង់នេះដែលមានជម្រៅ10គីឡូម៉ែត្រជាមួយចំណុចកណ្ដាលស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ានេះបើតាមរបាយការណ៍បឋមចំពោះទំហំនៃការខូចខាតនិងរងរបួសឬស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាមិនទាន់មានការបញ្ជាក់នៅឡើយទេដល់ឡែកសម្រាប់ប្រទេសថៃពិសេសនៅចំណុចទីក្រុងបាងកកក៏ទទួលរងឥទ្ធិពលនឹងគ្រោះរញ្ជួយដីនេះដែរក្នុងកម្រិត 7.4 វិកទ័រតាមសេចក្តីរាយការណ៍នៅទីក្រុងបាងកកគឺមានមនុស្សរស់នៅជាង17លាននាក់ដោយភាគច្រើនរស់នៅអាផាតមិនខ្ពស់ៗអ្វីដែលគួរឲ្យស្លុតគ្រោះរញ្ជួយដីមានកម្លាំងខ្លាំងរហូតអាចធ្វើឲ្យទឹកបាច់ខ្ចាយចេញពីអាងនៃអគារខ្ពស់ៗនៅកណ្ដាលទីក្រុងបាងកកនេះធ្វើឲ្យមនុស្សក្នុងអគារខ្ពស់ៗជាច្រើនត្រូវបានជំរុញជម្លៀសចេញពីអគារភ្លាមៗខណៈអគារទាំងនោះត្រូវបានរញ្ជួយខ្លាំងក្នុងគ្រោះធម្មជាតិដ៏ខ្លាំងក្លានិងកម្រមួយនេះជាក់ស្ដែងតាមវីដេអូខ្លីមួយបានបង្ហោះនៅថ្ងៃទី28ខែមីនានេះបានបង្ហាញអំពីអគារដែលកំពុងសាងសង់មួយកន្លែងនៅទីក្រុងបាងកកប្រទេសថៃត្រូវបានរញ្ជួយដីធ្វើឲ្យរលំស្ដែងចំណែកកម្មករក៏រត់រកប្រាស់អាយុរៀងខ្លួនសម្រាប់អត្ថបទនេះក៏មានតែប៉ុណ្ណឹងសូមអរគុណនិងសូមគោរពលា